hai cái đồ số đen đó cái nàyคือบัตร admin อยู่มันไหนคือลิซ่าแล้วตัวซับ admin វាខូចហើយយកទៅដាក់ជីនហ្នឹងគឺជានឹងអត់ថយលឿនទៅគាត់ទុកចោលយូរមកซับ admin គឺ admin ក៏អត់ហ៊ានថាឲ្យគាត់ដែរយមិនគឺ admin រៀង slow ដែរចាហើយដល់ពេលមកឥឡូវបានទូរស័ព្ទវិញកុំឲ្យខាត់ពេលណាដល់គ្នាយូរយើងចូលទៅដល់សាច់ឬយើងប្រើអញ្ចឹងបរិមម្នាក់នោះមិនមែនជា herdin ទេខ្ញុំមិនអាចស្រែកបានទេSL គេនៅបន្ទប់នៅក្បែរនេះបើសិនជាខ្ញុំបញ្ចេញសំឡេងគេអាចនឹងភ្ញាក់ពីគេងនឹងបរិសម្នាក់នេះគេមិនអាចដឹងថាមាន SL នៅក្បែរនេះទេសូមជួយខ្ញុំផងអ្នកណាក៏បានសូមជួយសង្គ្រោះកូនរបស់ខ្ញុំផងយើងក៏បានឃើញឈាមខ្ទាតយ៉ាងខ្លាំងមានការហៅមកពីបន្ទប់ខាងរបស់អ្នកស្រីយប់ជ្រៅដល់ថ្នាក់នេះហើយតើគាត់គេងមិនលក់ឬយ៉ាងណាចាំបន្តិចនោះមិនមែនជាសំឡេងធម្មតាទេខណៈពេលនឹងផងដែរយើងក៏បានឮសំឡេងដកដង្ហើមដោយការឈឺចាប់បំផុតអ្នកស្រីតើអ្នកស្រីមិនអីទេឬអូព្រះអើយវាពិតជាសំណាងល្អខ្លាំងណាស់ដែលថ្ងៃនេះខ្ញុំមិនបានឲ្យ SL មកគេងជាមួយនឹងខ្ញុំមិនបានទេខ្ញុំមិនអាចស្លាប់ដោយបែបនេះបានឡើយកូនសម្លាញ់របស់ម៉ាក់គេច្បាស់ជាដើររកខ្ញុំមិនខានតើមានរឿងអ្វីកើតឡើងចំពោះគេទៅគួរឲ្យអាណិតណាស់គឺម៉ាក់មានរឿងជាច្រើនដែលចង់ធ្វើដើម្បីកូនប្រុសសម្លាញ់ចិត្តរបស់ម៉ាក់ហើយយើងក៏បានឃើញកញ្ចក់ពេលវេលាក៏បានបែកទោះស្រីយើងក៏បានឆ្លងភពមកកន្លែងដើមទីតាំងដើមហើយនាងក៏បានបើកភ្នែកហើយក៏បានស្រែកស្លន់ស្លោដើម្បីរក SL យើងអញ្ចឹងណាតើមានរឿងអ្វីកើតឡើងហ្នឹងតើខ្ញុំមិនមែនស្លាប់ទៅហើយទេអីណែតើមានអ្នកណានៅទីនេះទេតើកូនរបស់ខ្ញុំនៅណាព្រះនាងតើព្រះនាងភ្ញាក់ពីគេហើយឬលីណាតើ SL នៅណាហា SL គឺជាកូនឆ្មាដែលឧស្សាហ៍ដើរលេងនៅខាងក្រៅពិធីហ្នឹងមែនអ្នកនាងលីណាខ្ញុំគ្មានអារម្មណ៍លេងសើចទេណា SL កូនប្រុសរបស់ខ្ញុំនៅណានោះគឺជាពេលដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីម្យ៉ាងមិនប្រក្រតីទីនេះគឺបិតានៃព្រះបរមរាជវាំងដែលឆ្ងាយដាច់ស្រយាលពីភូមិមួយគ្រឹះហូស្ដែងហើយអ្វីបានជាខ្ញុំនៅទីនេះទៅវិញព្រះនាងតើព្រះនាងកំពុងតែមានបន្ទូលពីអ្វីហ្នឹងហើយអ្វីបានជាពេលនេះលីណាបាយជាហៅខ្ញុំថាព្រះនាងទៅវិញកូនប្រុសព្រះនាងសម្បីតែអភិសេកមិនទាន់បានរៀបផងតើមានកូនមកពីណាការសន្និដ្ឋានដែលមិនគួរឲ្យជឿមួយស្រាប់តែផ្សាយចេញពីខួរក្បាលរបស់ខ្ញុំលីណាតើខ្ញុំមានព្រះជន្មប៉ុន្មានហើយព្រះអើយព្រះនាងមានព្រះជន្ម20 វស្សាហើយតើហើយព្រះអង្គក៏ទៅតែប្រារព្ធរាជពិធីពេញវ័យរបស់ព្រះនាងពី3 ខែមុនតើខ្ញុំបានត្រឡប់ពីអតីតកាលពី 2-3 ឆ្នាំមុនឬមកកាន់ពេលវេលាមុនពេលដែល SL ចាប់កណ្ដាលទៀតនិងមុនពេលដែលខ្ញុំរៀបអភិសេកទៅទៀតតើរឿងរ៉ាវទាំងអស់នោះគ្រាន់តែជាសុបិនទេឬមួយក៏ខ្ញុំបានស្លាប់បាត់ទៅហើយឥឡូវនេះកំពុងតែចាប់ជាតិសារថ្មីសុបិនការពីយប់មិញពិតជាធ្វើឲ្យខ្ញុំមិនស្ងប់ចិត្តតតែសោះប្លែលបើសិនជាមិនបែបហ្នឹងទេព្រះនាងព្រះមេដាកំពុងតែហៅព្រះនាងហើយប្លែលនិយាយឲ្យមែនណាកូនឯងហាក់ដូចជាផ្លឹកមួយសន្ទុះធំហើយនារីម្នាក់នេះគឺជាម្ដាយផលទូស័យហើយឈ្មោះពេញរបស់គាត់ហ្នឹងគឺឈ្មោះ Katrina Adele ខ្ញុំហៅ Trina ក៏ Adele នេះហៅ Trina ហ្មងតើមានរឿងអ្វីកើតឡើងកាលពីព្រឹកមិញមែនទេអូយមែនប៉ាទូស័យស្អាតថែប admin ហ្មងហើយប្រ admin គឺគាត់មានតួនាទីជាព្រះចៅអធិរាជនៃអាណាចក្រ Adele ចឹងណាហើយគាត់ឈ្មោះ Ivan Adele អូយឈ្មោះមកគាត់ស្ដាប់ឈ្មោះហែវហ្មងហើយទូស័យយើងក៏បាននិយាយថាខ្ញុំសុំទោសគ្រាន់តែថាកាលពីយប់មិញខ្ញុំយកសបិនឃើញរឿងមិនល្អធ្វើឲ្យក្នុងចិត្តមិនស្ងប់តតែសោះចុះអំបែបមិញព្រះអង្គមានបន្ទូលអ្វីដែរគ្មានរឿងអ្វីធំដុំទេពួកយើងគ្រាន់តែកំពុងពិភាក្សាគ្នាអំពីរឿងអភិសេករបស់កូនជាមួយនឹង Duke Denmark ត្រូវប្រកាសថាខ្លួនត្រៀមខ្លួនរួចរាល់កុំឲ្យមានការរអាក់រអួលសោះរឿងនេះគឺបានសម្រេចរួចរាល់ហើយបងបានផ្ដល់ផលប្រយោជន៍ដែលសមស្របមួយទៅកាន់ពួកគេដូច្នេះច្បាស់ជាមិនបដិសេធឡើយខ្ញុំធ្វើមុខក្រៀមក្រំអី
គ្រាន់តែដោយសារតែពួកយើងមិនបានពិភាក្សាជាមួយកូនមុនកូនគឺជាព្រះនាងម្ចាស់នៃចក្រភពមួយនេះបងជឿថានាងច្បាស់ជាមិននិយាយពាក្យសម្ដីក្មេងខ្ចីដូចជាការរអ៊ូរទាំស្អប់ការរៀបការដើម្បីនយោបាយខ្លាំងប៉ុណ្ណោះនោះទេមែនទេការចងចាំដែលខ្ញុំធ្លាប់បានភ្លេចបានហូរត្រឡប់មកវិញយ៉ាងគំហុកគេគឺជាគូដណ្ដឹងដ៏ល្អបំផុតដែលកូនមិនអាចរកបានឡើយស្ត្រីទូទាំងចក្រភពសុទ្ធតែចង់រាំជាមួយនឹងឌូកដេម៉ាកសូម្បីតែម្ដងក៏បានដែរការរៀបអភិសេកនេះគឺដើម្បីពង្រឹងទំនាក់ទំនងរបស់គ្រួសារយើងទាំងពីរដូច្នេះចាត់ទុកថាវាជាកិត្តិយសទៅមិនពិតទេកូនសុំទោសប៉ុន្តែកូនមិនចង់រៀបការនោះទេកាលពីអតីតកាលនេះគឺជាខណៈពេលដែលខ្ញុំបានបដិសេធមិនព្រមរៀបការជាមួយនឹងឌូកដេម៉ាកវាគឺជាលើកទី1ហើយដែលខ្ញុំបានរឹងរូសប្រឆាំងនឹងជាមួយនឹងពួកគេប៉ុន្តែពេលនេះកូនព្រមរៀបការហើយលើកនេះវាមិនដូចមុនទៀតទេក្នុងការដែលរាជាព្រះរាជបំណងរបស់ព្រះអង្គខ្ញុំម្ចាស់នឹងធ្វើតាមព្រះរាជបញ្ជាខ្ញុំបានគិតតាំងពីខណៈពេលដែលខ្ញុំដឹងខ្លួនមកម្ល៉េះថារឿងរ៉ាវទាំងអស់ដែលខ្ញុំបានចាំនេះវាគ្រាន់តែជាសុបិនមែនទេឬមួយក៏មកពីខ្ញុំបានស្លាប់ទៅហើយទៅពេលនេះខ្ញុំបានយកសុបិនប៉ុន្តែមិនថាយ៉ាងណាក៏ខ្ញុំនៅតែមើលឃើញច្បាស់ថាទីនេះមិនមែនជាសុបិនឡើយសំឡេងរបស់អាសែលដែលកំពុងហៅរកខ្ញុំភាពកក់ក្ដៅនៅពេលដែលខ្ញុំអោបគេទម្រង់មុខរបស់គេគ្រប់យ៉ាងគឺវានៅតែដកជាប់ច្បាស់ក្នុងចិត្តខ្លាំងណាស់វាមានតែធ្វើឲ្យខណៈពេលនេះបច្ចុប្បន្ននេះកាន់តែមានអារម្មណ៍ថាឯកោនិងទទេស្អាតយ៉ាងខ្លាំងកូនសម្លាញ់ចិត្តរបស់ម៉ាក់ក្តីសង្ឃឹមរបស់ម៉ាក់ជីវិតរបស់ម៉ាក់ទោះបីជាខ្ញុំបានត្រឡប់មកអតីតកាលវិញដោយអពុទ្ធហេតុក៏ដោយការរស់នៅក្នុងទស្សនវិជ្ជាជាក់ស្ដែងដែលគ្មានអេសាគឺមិនខុសពីរស់នៅក្នុងឋាននរកឡើយដូចនេះសម្រាប់រូបខ្ញុំនៅក្នុងឆាកជីវិតមួយនេះពេលនេះខ្ញុំមានហេតុផលដែលខ្ញុំត្រូវតែរៀបការជាមួយនឹងឌូកដេម៉ាកមិនអាចខកខានបានឡើយអូខេអ្នកទាំងគ្នារឿងរបស់យើងគឺបានបញ្ចប់ត្រឹមហ្នឹងហើយមុននឹងចប់សាច់រឿងយើងហ្នឹងគឺកុំភ្លេចជួយ like subscribe ឲ្យមានម្នាក់មួយផងណាបើសិន like adminជួយជូនពរឲ្យប្រឡងជាប់ទិញមេរៀនឆាប់ចាំណាបាយបាយជុំមក